បាទសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយដោយការពីវីដេអូមុនខ្ញុំបានបង្ហាញទៅលើការលាក់ជួរដេកក៏ដូចជាជួរឈរដែលយើងប្រើពាក្យថា press pen អញ្ចឹងថ្ងៃនេះគឺខ្ញុំសូមបង្ហាញទៅលើការការពារសន្លឹកកិច្ចការដែលយើងមានភាសាអង់គ្លេសថា worksheet protection គឺជាការពារទាំងកិច្ចការយើងកុំឲ្យបងប្អូនណាឬក៏មានអ្នកផ្សេងចូលទៅedit ឬក៏កែទៅលើទិន្នន័យរបស់យើងដែលយើងបានធ្វើរួចនៅក្នុងផ្ទាំងកិច្ចការរបស់យើងក្រៅពីយើងគឺអាចចូលធ្វើបានទេក៏ប៉ុន្តែបើសិនជាបងប្អូនចង់ការពារបងប្អូនត្រូវដាក់លេខកូដអញ្ចឹងនេះគឺជារបៀបនៃការដាក់លេខកូដដើម្បីកុំឲ្យមានអ្នកដទៃចូលទៅកែឬក៏ធ្វើអីទៅលើផ្ទាំងកិច្ចការរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីដាក់ protection ទៅលើ worksheet របស់យើងតើយើងមានដំណើរការដូចម្ដេចអញ្ចឹងសូមបងប្អូនអាននិយមន័យក៏ដូចជាស្ដាប់និយមន័យទាំងអស់គ្នាហើយនឹងនីតិវិធីតាំងពីដើមរហូតដល់ចប់អញ្ចឹងបងប្អូននឹងចេះពីរបៀបនៃការការពារកិច្ចការឬក៏ worksheet protection ណាអញ្ចឹងខ្ញុំសូមអានទៅលើនិយមន័យក៏ដូចជាទ្រឹស្ដីអញ្ចឹងការការពារសិលឹកកិច្ចការងារគឺជាការការពារពីការផ្លាស់ប្ដូរទីតាំងបន្ថែមឬក៏ជាការលុបទិន្នន័យពីអ្នកប្រើប្រាស់ដោយចៃដន្យឬក៏ចេតនា1ត្រូវ select លើ cell ទាំង line ណាដែលចង់ឲ្យអ្នកប្រើប្រាស់បញ្ចូលទិន្នន័យបានហើយនឹងទី2ចុចម៉ៅខាងស្ដាំលើតំបន់ដែលបាន select និងទី3ចុចលើពាក្យថា parcel អញ្ចឹងបន្ទាប់ពីចុច format cell ហើយបងប្អូនយកពាក្យ tab ដែលមានឈ្មោះថា protection ហើយចុចគ្រីសទៅលើប្រអប់ខាងមុខមានពាក្យថា lock បន្តមកទៀតបងប្អូនយកពាក្យ review លើនុយបាអញ្ចឹងនេះគឺជាដំណើរការនៃការ protection ខ្ញុំសូមចូលទៅផ្ទាំងកិច្ចការដើម្បីបង្ហាញបងប្អូនមួយចំណុចទៅមួយចំណុចដើម្បីបងប្អូនងាយស្រួលក្នុងការធ្វើក៏ដូចជាក្នុងការអនុវត្តណាចឹងនេះខ្ញុំបានចូលមកផ្ទាំងកិច្ចការរបស់យើងទាំងអស់គ្នាហើយចឹងខ្ញុំចង់ដាក់ protection ទៅលើ sheet របស់ខ្ញុំឡើយនេះចឹងដើម្បីដាក់ sheet បានបងប្អូន select ឧទាហរណ៍ខ្ញុំ select ទាំងអស់ sheet របស់យើងទៅទាំងអស់បន្តមកទៀតយើងចុចម៉ៅស្ដាំខ្ញុំយកពាក្យថា format cell បន្តមកទៀតខ្ញុំយកពាក្យថា protection ណាយកពាក្យថា protection នៅខាងស្ដាំដៃនេះបន្តមកទៀតយកពាក្យថា lock ខ្ញុំយកពាក្យថា អូខេនេះគឺជាទ្រឹស្ដីដែលយើងបានត្រឹមកន្លែងនេះខ្ញុំមិញគឺយើងត្រឹមពាក្យថា format cell អញ្ចឹងខ្ញុំសូមបន្តទៅទ្រឹស្ដីខាងក្រោមបន្ទាប់ពីយើងចូល format cell រួចយើងចុច tab ទៅលើ protection បន្តមកទៀតចុចពាក្យ crease ទៅលើប្រអប់ខាងមុខដែលមានពាក្យថា lock ណាអញ្ចឹងខ្ញុំសូមចូលបង្ហាញបន្ថែមទៀតអញ្ចឹងនេះគឺចូលដល់ផ្ទាំងកិច្ចការរបស់យើងហើយគឺយើងចុច select ទាំងអស់បន្តមកទៀតយើងយកពាក្យថាមកស្ដាំយកពាក្យថា format cell យកពាក្យ protect ជាមួយនឹង lock បន្តមកយកពាក្យថាអូខេចំណុចបន្ទាប់ទៀតនោះយើងចូលទៅ review ទៅលើ tab menu bar បន្តទៀតយើងយកពាក្យថា protection ហើយវាពាក្យសម្រាប់បញ្ចូលយើងគ្រីសមានន័យថាផ្ដាច់សិទ្ធឲ្យគេណាការផ្ដោតសិទ្ធឲ្យគេអញ្ចឹងគឺខ្ញុំចូលធ្វើបន្តទៀតអញ្ចឹងនេះជាផ្ទាំងកិច្ចការរបស់យើងខ្ញុំបានចុច protection ហើយចុច lock អូខេខ្ញុំយកពាក្យថា review បន្តទៀតខ្ញុំយកពាក្យថា protection ខ្ញុំយក file code ខ្ញុំ file code បន្តមកទៀតខ្ញុំយកពាក្យថាអូខេខ្ញុំ file code មួយទៀតបញ្ជាក់ថាពិតជាត្រឹមត្រូវពេលនោះគឺទិន្នន័យរបស់យើងគឺបានដាក់ protection រួចរាល់ពេលនោះសូម្បីតែខ្ញុំខ្លួនឯងវាយក៏អត់បានដែរខ្ញុំចង់វាយមិនក៏អត់បានដែរប៉ុន្តែខ្ញុំអាច scroll ទៅឆ្វេងទៅស្ដាំអីបានប៉ុន្តែខ្ញុំអាចកែទិន្នន័យនឹងបានក៏ដូចជាដាក់ splash pen ណាមួយបានទេព្រោះវាអាចនេះដោយសារតែវាជាប់រូបមុនយើងអាចមើលបានប៉ុន្តែយើងអាចកែក៏ដូចជាចង់លុបក៏ដូចជាចង់សរសេរអីផ្សេងគឺយើងអាចនេះបានទេនេះគឺជារបៀបនៃការ protection
គឺជាការការពារទៅលើផ្ទះកិច្ចការរបស់បងប្អូនទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងនិងវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញជាបន្តពីចំណុចនីមួយៗដែលសំខាន់ដែលបងប្អូនត្រូវសិក្សាជាបន្តបន្ទាប់ចឹងជាចុងក្រោយក៏សូមអរគុណដល់បងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមបងប្អូនជួយចុច like ចុច share comment និងចុច subscribe ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តในការធ្វើវីដេអូជាបន្តទៀតជាចុងក្រោយសូមអរគុណហើយក៏សូមជម្រាបលា